แต่ต้องจะมวยนังปัญหาบ่มนอลตนิกีពេលដែលខ្ញុំផុសតាម Facebook ទៅឬក៏នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផុសតាម Facebook ទៅមានបងប្អូនខ្លះបានលើកឡើងអំពីការបញ្ហាការបត់ធូរបន្ថយការជំពាក់ធនាគារនៅក្នុងស្រុករឿងនេះក្នុងនាមរដ្ឋសភាកម្ពុជាហើយក៏ជាប្រធានគណៈបកកណ្ដាលក៏សូមអរគុណចំពោះសមាគមធនាគារកម្ពុជានិងសមាគមហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុកម្ពុជាដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រនៅការអំពាវនាវរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅលើការបន្ធូរបន្ថយអ្នកដែលមានជាប់ជំពាក់ធនាគារគឺអាចនឹងត្រូវទទួលបាននៅការបន្ធូរបន្ថយទៅលើបញ្ហាមិនមែនលុបចោលបំណុលទេក៏ប៉ុន្តែគឺជាការបន្ធូរទៅឧទាហរណ៍បង់ការប្រាក់ត្រូវពជាការប្រាក់ឬក៏មិនយកការប្រាក់ក្នុងរយៈពេលប្រមាណទៅតាមលក្ខណៈសម្បត្តិហើយខ្ញុំក៏សូមអំពាវនាវជាបន្តសូមឲ្យសមាគមធនាគារក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុធ្វើការខិតខំដើម្បីជួយស្រោចស្រង់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃមកកាន់កម្ពុជា